ផ្ទះឈើចាស់ទ្រុឌទ្រោមមួយនៅចុងភូមិនីតាដែលជាក្មេងស្រីកំព្រាឪពុកម្ដាយរស់នៅជាមួយមីងស៊ុយដែលជាមនុស្សស្រីចិត្តអាក្រក់និងកំណាញ់បំផុតរាល់ថ្ងៃនីតាត្រូវធ្វើការធ្ងន់ដូចជាអ្នកបម្រើចាប់តាំងពីបោកខោអាវដាំបាយរហូតដល់រកអស់ក្នុងព្រៃខណៈដែលមីងរបស់នាងតែងតែជេរប្រមាថនិងឲ្យនាងញ៉ាំតែបាយកកជាមួយអំបិលប៉ុណ្ណោះថ្ងៃមួយពេលដែលនីតាដើរទៅរកអុសជ្រៅទៅក្នុងព្រៃនាងបានរអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅដីមួយនៅទីនោះនាងបានឃើញក្រឡដីដុតតូចមួយដែលមានក្បាច់ចម្លាក់យ៉ាងប្រណីតនិងមានពន្លឺពណ៌មាសភីចេញមកនីតាបានរើសវានាំមកផ្ទះដោយលាក់មិនឲ្យមីងដឹងយប់នោះនីតាឃ្លានបាយខ្លាំងពេកនាងក៏កាន់ក្រនោះហើយនិយាយម្នាក់ឯងថាបើមាននំបងក្តៅញ៉ាំប្រហែលជាល្អណាស់ស្រាប់តែរឿងអស្ចារ្យបានកើតឡើងផ្សែងពណ៌មាសបានភីចេញពីក្រឡហើយប្រែជានំបងយ៉ាងស្រស់និងផ្លែឈើដ៏មានអាជីរសពេញមួយថាសនៅចំពោះមុខនាងនីតាស្រឡាងកាំងហើយក៏សាកល្បងម្ដងទៀតនាងប្រាថ្នាចង់បានភួយក្រាស់ដើម្បីផ្ដល់ភាពកក់ក្ដៅនាងប្រាថ្នាចង់បានកាក់មាសដើម្បីទុកសន្សំមីងស៊ុយចាប់ផ្ដើមសង្ស័យនៅពេលឃើញនីតាមានសាច់ឈាមស្រស់ថ្លានិងមិនសូវវហុភ្លានដូចមុនថ្ងៃមួយមីងស៊ុយបានលបមើលតាមប្រហោងទ្វារហើយឃើញនីតាកំពុងប្រើក្រឡទិបផលិតសម្លៀកបំពាក់ស្អាតដោយភាពលោភលន់មីងស៊ុយបានស្ទុះទៅដណ្ដើមក្រឡនោះពីដៃនីតាមីក្មេងចង្រៃឯងលួចរបស់មានតម្លៃនេះទុកម្នាក់ឯងផងហើយយកមកឲ្យអញចង់បានផ្ទះថ្មីអញចង់បានមាសប្រាក់ឲ្យពេញផ្ទះនៅពេលដែលមីងស៊ុយកាន់ក្រឡហើយស្រែកបញ្ជាដោយចិត្តអាក្រក់ថាបុផលិតមាសឲ្យច្រើនមកក្រឡទិបស្រាប់តែប្រែជាឡើងកម្ដៅដូចភ្លើងជំនួសឲ្យមាសក្រឡនោះបែរជាបញ្ចេញហ្វូងឃ្មុំនិងសត្វល្អិតមកដេញខាំមីងស៊ុយពេញផ្ទះរហូតដល់គាត់រត់ទៅលោតទឹកត្រពាំងបាត់ទៅក្រឡទិបបានហោះត្រឡប់មកក្នុងដៃនីតាវិញយ៉ាងទន់ភ្លន់នីតាដឹងថារបស់ទិបនេះមានវិញ្ញាណវានឹងជួយតែមនុស្សដែលមានចិត្តស្មោះត្រង់ដូចជានាងប៉ុណ្ណោះនីតាបានសម្រេចចិត្តប្រើក្រឡទិបដើម្បីផលិតស្បៀងអាហារនិងថ្នាំសង្កូវចែកចាយដល់អ្នកក្រីក្រែទៀតក្នុងភូមិហើយនាងក៏រស់នៅដោយក្តីសុខចាក់ផុតពីការធ្វើបាបរបស់មីងចិត្តអាក្រក់រហូតមក